ហើយបច្ចុប្បន្នផងដែរណាយើងមានប្លង់រឹងត្រឹមត្រូវសៀមមិនអាចយកទីតាំងដែលចូលជើងថ្មីនេះទៅគូសផែនទីថ្មីបង្ហាញណាចង្អុលបង្ហាញប្រាប់ឲ្យពិភពលោកទទួលស្គាល់នោះបានទេគឺអត់បានទេណាយើងមានប្លង់រឹងហើយរាជរដ្ឋាភិបាលរបស់យើងនៅតែមានចំណាត់ការតាមរយៈការទូតណាមិនទទួលស្គាល់ទីតាំងដែលសៀមឈរជើងនោះទេណាថ្មីត្បិតតែវាទៀមទាពេលវេលារៀងយូរបន្តិចប៉ុន្តែវាក៏ជាចំណាត់ការល្អមួយជៀសវាងនៃការប្រើអាវុធដាក់គ្នាចុងក្រោយបណ្ដាលឲ្យបងប្អូនទាំងអស់កាន់តែវេទនានិងពិបាកទៅដេកភ័យនឹងសង្គ្រាមនឹងគ្រាប់ហើយកាលណាតែប្រយុទ្ធយូរពេកទៅបណ្ដាឲ្យកងទ័ពរបស់យើងក៏គាត់ថមថយនៅកម្លាំងក៏ដូចជាស្បៀងរបស់យើងក៏មានការពិបាកក្នុងការផ្គត់ផ្គង់នឹងផងដែរព្រោះថាយើងដឹងស្រាប់ហើយណាមិនមែនថាយើងវាអន់ឬក៏ខ្សោយនោះទេប៉ុន្តែភូមិសាស្ត្រនយោបាយវាតម្រូវឲ្យយើងធ្វើយ៉ាងម៉េចបញ្ជាបានគឺបញ្ជាទៅសូម្បីតែឥណ្ឌាជាមួយប៉ាគីស្ថានក៏គេមានការបញ្ជាក៏មកមានការផ្ទុះអាវុធដាក់គ្នាកូរ៉េខាងជើងកូរ៉េខាងត្បូងអ្វីតែមានការឌីដងដាក់គ្នាប៉ុន្តែគេនៅតែបញ្ជាព្រោះថាសង្គ្រាមអត់មានផលចំណេញដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាទេណាបើចុងក្រោយនៅតែធ្វើឬក៏ការបើកព្រំដែនដោះដូរពាណិជ្ជកម្មជាមួយគ្នាដដែលតើយើងនៅបន្តបាញ់គ្នាទៅអីនេះជាអ្វីដែលប្រមុខរាជរដ្ឋាភិបាលរបស់យើងលោកបន្តដើរដោយយកចិត្តទុកដាក់តាមរយៈច្បាប់អន្តរជាតិនិងការទូតបងប្អូនមួយចំនួនខ្ញុំសូមផងដែរណាកុំទៅជឿក្រុមអ្នកបងប្អូនក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសមួយចំនួនដែលខ្លួនខ្មែរតែខួរក្បាលសៀមម្ដងនេះម្ដងនោះបង្កើតផុសបង្ហោះបង្អាប់រហូតដល់ឲ្យបងប្អូនមួយចំនួននោះយកពាក្យរបស់ពួកគេទៅប្រើប្រាស់ក្នុងន័យចំអកដល់បងប្អូនវីរៈកងទ័ពរបស់យើងក៏ដូចជាថ្នាក់ដឹកនាំរបស់យើងហើយឥឡូវអ្វីដែលកម្ពុជាបានធ្វើមកថ្មីកន្លងនេះខ្ញុំឃើញថាល្អមែនទែនដែលកំពុងបង្ហាញមុខមាត់ចៅសៀមទៅកាន់មជ្ឈដ្ឋានអន្តរជាតិថាសៀមបានប្រើគំនិតក៏ដូចជានយោបាយភូតភរកុហកប្រជាពលរដ្ឋខ្លួនឯងក៏ដូចជាមជ្ឈដ្ឋានអន្តរជាតិណាសម្ដែងអីគ្រប់សពបែបយ៉ាងណាបច្ចុប្បន្នសៀមកំពុងតែជួបនៅគ្រោះធំចំនួនច្រើនដោយបងប្អូនបានតាមដានទាំងអស់គ្នាហើយណានយោបាយរបស់សៀមឃើញបែបនឹងមែនប៉ុន្តែវាសឹងតែរលួយខ្នងទៅហើយរាជារបបរាជារបស់សៀមប្រជាពលរដ្ឋមិនសូវមានអ្នកណាគោរពទេហើយឯពួករដ្ឋាភិបាលយោធានោះក៏បង្វែរដូចថាស្ថានភាពមកដាក់លើព្រំដែនធ្វើឲ្យមានការខាតបង់នៅយោធានោះធ្ងន់ធ្ងរផងដែរហើយជាពិសេសថ្មីកន្លងទៅនេះក៏មានការបំទុះនៅភាគខាងត្បូងរបស់សៀមបណ្ដាលឲ្យឆេះនៅការ៉ាសាំង PTT រហូតដល់11 12ទីតាំងឃើញថាអ្វីដែលសៀមបានជួបនេះគឺជាកម្មដែលបានសាងមកលើកម្ពុជាហើយយើងទទួលយើងមើលយើងឃើញជាក់ស្ដែងទាំងអស់គ្នាណាបងប្អូនប្រជាពលរដ្ឋយើងអ្វីដែលខ្ញុំសុំមួយទៀតហ្នឹងគឺកម្លាំងសាមគ្គីកុំទាន់អាលជឿឬក៏កុំទាន់អាលមិនទុកចិត្តរាជរដ្ឋាភិបាលគ្មានអ្នកណាចង់ឲ្យទៅបាត់បង់កន្លែងនេះកន្លែងនោះទេនេះជាគោលបំណងជាមហិច្ឆតារបស់គេដែលគេមានបំណងមកលើយើងតាំងពីសម័យបារាំងមកដែរវាធ្លាប់ចាញ់ក្តីយើងដែលបារាំងទាមទារយកខេត្តទាំង3របស់យើងប្រគល់មកយើងវិញណាប្រគល់ឲ្យមកយើងវិញវាខឹងយើងតាំងពីសម័យនោះឯងសូមឲ្យបងប្អូនយល់ចំណុចនេះសូមបន្តពហិការឈប់ប្រើប្រាស់តំណែងសៀមទាំងអស់គ្នាណាឈប់ប្រើទៅយើងងាកមកប្រើផលិតផលក្នុងស្រុករបស់យើងវាអាចចំណេញទៅដល់សេដ្ឋកិច្ចក៏ដូចជាបង្កើនការងារដល់បងប្អូនប្រជាពលរដ្ឋរបស់យើងផងដែរណាខ្ញុំសូមមានគំនិតខ្លះប៉ុណ្ណេះទេណាបើសិនជាខ្ញុំនិយាយទៅចំណុចណាមានកំហុសខុសឆ្គងនោះគឺសូមបងប្អូនមេត្តា
យោគយល់និងអធិស្ឋានព្រោះថានេះជាគំនិតរបស់ខ្លួនឯងទេបាទសូមអរគុណ